បាទសួស្តីដល់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយសុខទុក្ខយ៉ាងណាដែរបងប្អូនទាំងគ្នាសម្រាប់ខ្ញុំគឺសុខទុក្ខធម្មតាទេហើយថ្ងៃនេះក៏ដូចជាសុបដងដែរខ្ញុំក៏មានរឿងរ៉ាវមួយដែលវាបានការចែករំលែកពីបងប្រុសម្នាក់ដែរហើយបងប្រុសក៏គាត់បានបញ្ជាក់ថារឿងនេះគឺកើតឡើងនៅពេលដែលគាត់បានទៅជួលបន្ទប់ជួលនៅតំបន់ឬក៏នៅប្លុកសំណង់12គាត់ថាពេលដែលគាត់ទៅជួលនេះហើយដែលគាត់បានជួបហេតុការណ៍រន្ធត់មួយចំនួនណានៅពេលដែលអ្នកដែលរស់នៅក្នុងបន្ទប់ជួលឬក៏នៅបរិវេណអគារដែលគាត់ជួលនេះគឺត្រូវបានស្លាប់គាត់ថាពេលនោះហើយដែលគាត់បានជួបហេតុការណ៍រន្ធត់មួយចំនួនណាអញ្ចឹងតោះឥឡូវយើងមកចូលសាច់រឿងបងប្រុសទាំងអស់គ្នាទៅបងខាគាត់បានបញ្ជាក់ដែរថារឿងនេះគឺកើតឡើងនៅក្នុងសម័យកូវីដគាត់ថាពេលនោះគឺគាត់បានទៅជួលមុននឹងទៅទៀតមុននឹងសម័យកូវីដនឹងទៅទៀតហើយគាត់នឹងទើបនឹងចប់ទីថ្នាក់វាថាទើបនឹងចប់ថ្នាក់ទី12ថ្មីណាក៏ឡើងមកជួលនៅម្ដុំនឹងទៅដោយសារនៅចិត្តសាលារៀនរបស់គាត់អត់មានកន្លែងជួលទេអញ្ចឹងនៅពេលដែលគាត់រកចុះរឡើងគាត់ក៏មកជួលនៅម្ដុំសំណង់12មកហើយនៅពេលដែលគាត់មកជួលនៅសំណង់12នេះគាត់ថាពេលហ្នឹងបន្ទប់ជួលមួយហ្នឹងអាចនិយាយបានថាវាខ្ពស់បន្តិចហើយវាខ្ទង់3ជាន់ទៅ4ជាន់ដែរគេធ្វើជាអគារណាអញ្ចឹងគាត់ថាពេលនោះបន្ទប់របស់គេហ្នឹងក៏ច្រើនគួរសមមួយជាន់មានចូលចង់5បន្ទប់ដែរណាមានបន្ទប់ខ្លះទៅក៏ថ្លៃទៅបន្ទប់ខ្លះក៏ថោកទៅគាត់ថាពេលនោះគឺគាត់បានបញ្ជួលបន្ទប់មួយដោយគាត់នឹងបានស្នាក់នៅជាមួយនឹងពូម៉ាក់របស់គាត់ថាបើសិនជាគាត់ជួលតែបន្ទប់ហ្នឹងតែម្នាក់ឯងទេគឺពិបាកមែនតើពិបាកនឹងរត់រួចព្រោះតម្លៃបន្ទប់ហ្នឹងវាសមតែ2នាក់ទើបអាចជួលបានតែបើសិនជាម្នាក់ហ្នឹងគឺពិបាកបន្តិចហើយអញ្ចឹងនៅពេលដែលគាត់បានទៅជួលហ្នឹងគឺ2នាក់ពូម៉ាក់របស់គាត់ដែលមកពីស្រុកដូចតែគ្នាទេអញ្ចឹងគាត់ថាពេលហ្នឹងគឺរស់នៅក្នុងអាគារហ្នឹងគាត់អាចនិយាយបានថាចូល2019ចូល2019ហ្នឹងចុង2019យើងចាប់ផ្ដើមកូវីដបដាមែនទេបងប្អូនអញ្ចឹងគាត់ថាពេលហ្នឹងគឺពួកគាត់នៅអាគារដូចថាគាត់នៅជាន់ទី2ដែរប៉ុន្តែនៅខាងក្រោមហ្នឹងក៏មានផ្ទះមួយដែរតែវាផ្ទះបោះឲ្យម្ចាស់ជួលអញ្ចឹងគាត់នៅជាន់ទី2ហើយបើយើងនិយាយពីកន្លែងទុកដាក់ម៉ូតូវាស្រួលបួលវាត្រជាក់ស្រួលមែនតើអាចនិយាយបានថាអ្នកធ្វើអាគារមួយហ្នឹងឬក៏ម្ចាស់អាគារហ្នឹងគាត់គិតគូរមែនតើថាត្រូវទុកម៉ូតូនៅកន្លែងណាអីចឹងទៅនិយាយមួយម៉ាត់គឺមកស្រួលហ្មងអត់មានបញ្ហាអីតាក់ទងជាមួយនឹងកន្លែងទុកម៉ូតូទេហើយនៅកន្លែងទុកម៉ូតូហ្នឹងក៏មានកន្លែងអង្គុយលេងក៏ដាក់តូងដាក់អីអង្គុយលេងអីចឹងទៅអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់ជួលនៅជាន់ទី2នៅពេលដែលគាត់ជួលនៅជាន់ទី2នេះគាត់ថាពេលហ្នឹងគឺនៅនឹងជាន់របស់គាត់ហ្នឹងមានអ៊ំស្រីម្នាក់ដែលគាត់ហ្នឹងជួលមុនពួកគាត់ទៅទៀតណាអញ្ចឹងគាត់ថាពេលហ្នឹងគឺអ៊ំស្រីម្នាក់ហ្នឹងនៅតែម្នាក់ឯងទេនៅតែម្នាក់ឯងណាអត់មានអ្នកណានៅជាមួយទេគាត់ថាមានគាត់នៅយូរទៅគាត់ស្និទ្ធជាមួយនឹងអ្នកដែលនៅចិត្តបន្ទប់របស់គាត់ណាហើយអ្នកនៅចិត្តបន្ទប់ហ្នឹងក៏មានកូនក្មេងមួយទូចដែរអាចនិយាយបានថាវាចូល5 6ឆ្នាំដែរហើយក្មេងម្នាក់ហ្នឹងគឺតែងតែទៅជាមួយនឹងអ៊ំស្រីហ្នឹងជាប្រចាំហ្មងដើរទៅតាមណាព្រោះក្មេងម្នាក់ហ្នឹងអត់មានអ្នកមើលថែទេម្ដាយរបស់គ្នាហ្នឹងដូចតែរវល់ការងារទៅអត់មានអ្នកមើលក៏ទុកឲ្យអ៊ំស្រីហ្នឹងមើលទៅម្ដងម្កាលហើយបើយើងនិយាយពីប្រវត្តិរបស់អ៊ំស្រីគាត់ថាអ៊ំស្រីម្នាក់ហ្នឹងគឺគាត់មានកូនចៅរបស់គាត់ហ្នឹងរៀងធូរធារគួរសមដែរប៉ុន្តែសារហើយគាត់ហ្នឹងរៀងក្រកូនចៅរបស់គេហ្នឹងក៏មិនហ៊ានណាមួយគាត់ហ្នឹងបានលែងលះជាមួយនឹងប្តីរបស់គាត់អញ្ចឹងកូនគេទៅខាងប្តីទៅអញ្ចឹងគាត់តែម្នាក់ឯងឆ្កុយហ្នឹងបន្ថែមសួរថាកូនរបស់គេទុកម្ដាយរបស់គេចោលអត់ទេជាប្រចាំគឺតែងតែយកលុយយកកាក់យកមកឲ្យអីចឹងទៅអញ្ចឹងនៅពេលដែលយកលុយកាក់មកឲ្យគាត់ថាពេលហ្នឹងគឺគាត់បានត្រឹមតែឃើញកូនរបស់គាត់ហ្នឹងហុចលុយហុចអីអត់ដែលឃើញមុខកូនចៅរបស់គាត់ទេណាហើយអ៊ំស្រីគឺអត់ធ្វើការអីទេព្រឹកឡើងគឺគាត់ដើរទៅផ្សារទៅទិញអីជាមួយនឹងអាក្មេងម្នាក់ហ្នឹងទៅធម្មតាអីចឹងទៅមករបៀងថ្ងៃត្រង់វិញក៏ត្រឡប់មកវិញដាំបាយដាំទឹករស់នៅរបៀបធម្មតាពេលហ្នឹងគាត់ថាកូវីដចាប់ផ្ដើមប្លុកមែនតើចាប់ផ្ដើមបិទបដាណាអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតាទៅគាត់ក៏នៅនឹងធម្មតាអីធម្មតាប៉ុន្តែมันបានប្រហែលទេគាត់បានឮថាអ៊ំស្រីដែលគាត់នៅនឹងជាន់របស់គាត់ហ្នឹងព្រោះគាត់បាត់មួយរយៈបាត់អ៊ំស្រីហ្នឹងមួយរយៈណាអត់ឃើញមកបន្ទប់ទេព្រោះអ្វីដែលគាត់នេះគាត់ថាអ៊ំស្រីម្នាក់ក៏មិនស្រួលខ្លួនដែរ
ដោយថាជំងឺប្រចាំកាយរបស់គាត់ណាលើឈាមមានអីចឹងមកចប់និយាយបំផាត់លើខ្លាញ់អាក្រក់លើអីមានជំងឺប្រចាំកាយហ្នឹងអញ្ចឹងវាពិបាកមែនតើអ្វីដែលគាត់បាត់ហ្នឹងគាត់ថាប្រហែលជាអ៊ំស្រីហ្នឹងឈឺធ្ងន់ហើយឬក៏ឈឺអីចឹងទៅបានជាអត់មកណាគាត់អត់បានគិតរឿងអីផ្សេងទេប៉ុន្តែបានមួយរយៈទេគាត់ថាពេលហ្នឹងសិតតែគាត់ត្រឡប់មកពីកន្លែងរៀនរបស់គាត់វិញអាចនិយាយបានថាគេមិនទាន់ប្លុកឲ្យមែនតើណាមិនទាន់ប្លុកមែនតើទេអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់ត្រឡប់មកពីកន្លែងសាលារបស់គាត់វិញម៉ោងប្រហែលជា5ជាងព្រោះប្លុកដោយកន្លែងដែរព្រោះតំបន់របស់គាត់ហ្នឹងគេអាចដើរបានទៅបានណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់មកពីសាលារបស់គាត់ហ្នឹងភាគច្រើនគឺគាត់ទៅសាលាពីព្រឹកដើម្បីទៅអង្គុយលេងទោះជាក្នុងសាលាហ្នឹងគេមិនរៀនក៏ដោយក៏គាត់ហ្នឹងទៅអង្គុយនៅបរិវេណហ្នឹងដែរដើម្បីដកខ្យល់បរិសុទ្ធអីធម្មតាណាព្រោះបើគាត់នៅតែអាគាររបស់គាត់ពេកហ្នឹងក៏វាពិបាកដែរចេញចូលទៅប៉ុណ្្នឹងឯងអញ្ចឹងនៅពេលដែលល្ងាចមកគាត់ថាពេលហ្នឹងបន្ទប់នៅចិត្តហ្នឹងគេអត់តន់មកទេដូចតែគេនៅធ្វើការណាព្រោះពេលហ្នឹងប៉ុន្តែបិទមែនប៉ុន្តែការងារនៅមួយនៅឲ្យយើងទៅធ្វើការនៅឡើយទេមិនទាន់ទៅទប់ពប់គ្រប់កន្លែងធ្វើឲ្យយើងរត់ចេញចូលរត់កើតទេណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់ចេះតែធ្វើការធម្មតាអញ្ចឹងគាត់ហ្នឹងក៏ទៅរៀនធម្មតានៅពេលដែលគាត់ត្រឡប់មកវិញគាត់ថាពេលហ្នឹងម៉ោងប្រហែលជា6ជាងទេនៅពេលដែលគាត់ដើរមកដល់បន្ទប់ហ្នឹងបន្ទប់របស់គាត់អាចនិយាយបានថាម្លងពីបន្ទប់របស់អ៊ំស្រីបន្តិចព្រោះមានបន្ទប់មួយដែលនៅចិត្តនឹងចតាបន្ទាប់មកបន្ទប់អ៊ំស្រីបន្ទាប់មកបានហួសបន្ទប់មួយទៀតបានដល់បន្ទប់របស់គាត់ដែលនៅចុងនោះអញ្ចឹងនៅពេលដែលគាត់ឡើងមកគាត់ថាពេលហ្នឹងស្រាប់តែគាត់ដើរមកដល់ជាន់របស់គាត់ជាន់ទី2ហ្នឹងគាត់រៀបនឹងដើរទៅបន្ទប់របស់គាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញអ៊ំស្រីម្នាក់ហ្នឹងកំពុងតែអង្គុយនៅខាងមុខបន្ទប់ហ្នឹងឯងហើយពាក្យច្រើនអ្នកដែលនៅក្នុងបន្ទប់ជួលឬក៏នៅកន្លែងជាន់របស់គាត់ឬក៏ដូចជាអ្នកដែលស្នាក់នៅហ្នឹងដែលស្គាល់អ៊ំស្រីហ្នឹងមិនគេមិនហៅអ៊ំស្រីដូចគាត់ទេឬក៏គាត់ហ្នឹងតទៅយូរបានគាត់ទម្លាប់ខ្លួនហៅដូចគេដូចឯងដែរគាត់ថាពេលនេះគឺគេហៅអ៊ំស្រីហ្នឹងថាម៉ែចាស់គាត់ឃើញម៉ែចាស់នៅអង្គុយហ្នឹងក៏គាត់ខ្ញុំដាក់ទៅនៅពេលដែលគាត់ដើរទៅដល់ហ្នឹងគឺគាត់ទៅជាមួយនឹងពូបាក់របស់គាត់នៅពេលដែលគាត់ដល់កន្លែងម៉ែចាស់ហ្នឹងក៏គាត់សួរហើយម៉ែចាស់បាត់ប្រហែលថ្ងៃអត់ដែរឃើញម៉ែចាស់អត់មកទេគឺបានត្រឹមតែញឹមអញ្ចឹងញឹមទៅបងខាយនឹងពូម៉ាក់របស់គាត់ហ្នឹងក៏អត់មកទៀតដែរក៏ដើរទៅមុខទៀតទៅនួនហ្នឹងក៏ដើរទៅមុខរហូតដល់បន្ទប់ទៅនៅពេលដែលគាត់ដល់បន្ទប់គាត់ថាពេលហ្នឹងក៏នាំគ្នាចាក់សោនៅពេលដែលចាក់សោទ្វារនេះបងខាគាត់ចេះតែកលេចមកមើលម៉ែចាស់នៅពេលដែលគាត់កលេចមកមើលម៉ែចាស់គាត់មានអារម្មណ៍ប្លែកមែនតើគាត់ថាម៉ែចាស់ដូចជាមុខស្លេកដូចជាឈឺអត់ស្រួលខ្លួនអញ្ចឹងពេលហ្នឹងនៅពេលដែលគាត់ដូចថាសង្កេតមើលទៅគាត់ហ្នឹងក៏បានទៅសួរនាំដែរគាត់ក៏បើកទ្វាររបស់គាត់ហ្នឹងចូលទៅក្នុងបន្ទប់ទៅនៅពេលដែលចូលក្នុងបន្ទប់ហើយគាត់ថាពេលហ្នឹងក៏សង្ងំនាំគ្នាដាំបាយតាមទឹកអីចឹងទៅដាំបាយរួចគាត់ថាពេលហ្នឹងក៏កលេចមកមើលទៀតនៅពេលដែលគាត់កលេចមកមើលឬក៏គាត់មកអង្គុយខាងក្រៅនេះសិតតែគាត់ឃើញម៉ែចាស់នៅតែកន្លែងហ្នឹងដែរនៅតែអង្គុយនៅកន្លែងហ្នឹងដែរងាកមករកគាត់ហើយអញញឹមស្ញាញ់អារបៀបអញញឹមដូចមិនចង់អញញឹមដូចមិនចង់អញញឹមអញ្ចឹងអញញឹមស្ញាញ់អញ្ចឹងទាំងដែលមុខស្លេកស្លាំងមែនតើពេលហ្នឹងបងខាសួរទៅពូម៉ាក់របស់គាត់ដែលនួនដែលនៅចិត្តគាត់ហ្នឹងសួរថានួនអញមានអារម្មណ៍ថាដូចម៉ែចាស់ដូចអត់ស្រួលខ្លួនណាមើលមុខគាត់ដូចស្លេកពេលហ្នឹងបងនួនក៏តបថាដូចតែគ្នាហ្នឹងអញមានអារម្មណ៍ថាម៉ែចាស់ដូចអត់ស្រួលខ្លួនដែរមិនទៅសួរគាត់ទេគេទៅសួរមិនយើងទៅជួយអីបានណាបើគាត់សួរទៅអត់ឆ្លើយអត់មាត់ប៉ុណ្ណឹងអញ្ចឹងគាត់ថាពេលហ្នឹងក៏អង្គុយនៅហ្នឹងទៅហើយនៅពេលដែលគាត់អង្គុយហ្នឹងគាត់ថាពេលហ្នឹងគាត់ក៏ចេះតែឆ្លងទៅហៅម៉ែចាស់ដែរហៅមួយម៉ាត់ជាពីរម៉ាត់ប៉ុន្តែម៉ែចាស់នៅតែមិននិយាយដែរបន្តិចគាត់ថាពេលហ្នឹងគាត់ឃើញម៉ែចាស់ដើរចូលទៅក្នុងបន្ទប់ទៅហើយក៏បិទទ្វារនៅពេលដែលឃើញម៉ែចាស់បិទទ្វារអញ្ចឹងគាត់ថាពេលហ្នឹងគាត់ខ្លាចចិត្តដែរព្រោះពេលហ្នឹងគាត់កំពុងតែនិយាយជាមួយនឹងគាត់បាយទីជាគាត់អញញឹមហើយដើរចូលទៅក្នុងបន្ទប់ទៅវិញដូចជាពូគាត់ហ្នឹងខុសអីមួយដែលមិនចង់និយាយជាមួយណាគឺបែបហ្នឹងឯងអញ្ចឹងនៅពេលដែលឃើញម៉ែចាស់ដើរចូលទៅខាងក្នុងអញ្ចឹងហើយគាត់អត់មាត់ទេណាគាត់ក៏គិតក្នុងចិត្តឬក៏និយាយជាមួយនឹងបងខាដែលបងនួននៅចិត្តគាត់ហ្នឹងអានួនអញមានអារម្មណ៍ថាម៉ែចាស់ខឹងយើងហ្នឹងពេលហ្នឹងនួនគាត់ថាខឹងរឿងអីបើយើងមិនបានទៅធ្វើអីគាត់ផងគាត់ទៅសួរនាំសោះហើយមានអីទៅខឹងអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតាអង្គុយនៅមុខហ្នឹងទៅនៅពេលដែលអង្គុយយូរទៅគាត់ថាពេលហ្នឹងវាធុញដែរអង្គុយនៅសាលាឡើងមួយថ្ងៃទៅហើយក៏នាំគ្នាចូលមកសង្ងំគេងទៅព្រោះពេលហ្នឹងគឺគាត់ហូបបាយរួចដែរមុននឹងគាត់ចេញមកខាងក្រៅហ្នឹងគាត់ក៏សង្ងំគេងទៅហើយនៅពេលដែលគាត់សង្ងំគេងគាត់ថាពេលហ្នឹងម៉ោងអាចនិយាយបានថាវាចូល9ជាងទៅហើយបញ្ជាក់មួយអាបន្ទប់ដែលនៅចិត្តគាត់ហ្នឹងឬក៏ម្លងពីគាត់ទៅដល់បន្ទប់ម៉ែចាស់ហ្នឹងគេអត់នៅទេដោយគេហ្នឹងមិនទាន់មកពីស្រុកពេលដែលនៅតាមខេត្តមួយចំនួនហ្នឹងក៏គេបិទផ្លូវដែរហើយពេលដែលគាត់តំណែងទៅ
ព្រោះស្និទ្ធនឹងគ្នាដែរព្រោះនៅបានមួយរយៈដែរស្និទ្ធគ្នាដែរណាញ៉ឹងគាត់ថាពេលដែលតំណែងទៅឃើញថានៅតំបន់របស់គាត់ហ្នឹងក៏គេបិទហើយណាមួយកន្លែងធ្វើការក៏គេអត់ឲ្យចូលទៅធ្វើការដែរនៅកន្លែងគាត់ណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ធ្វើការតាមទូរស័ព្ទហើយគាត់ក៏នៅខេត្តហ្នឹងទៅអញ្ចឹងគាត់ថាពេលហ្នឹងក៏ស្រាប់តែគាត់ឮសំឡេងឬក៏សម្រាប់ជើងមនុស្សដើរនៅខាងមុខហើយបន្ទប់របស់គាត់ហ្នឹងដើរទៅវិញទៅមកណានៅពេលដែលគាត់ឮសំឡេងបែបហ្នឹងគាត់ក៏គិតក្នុងចិត្តថាឬមួយក៏អ្នកដែលនៅចុតបន្ទប់របស់យើងហ្នឹងគេមកវិញហើយបានជាគេដើរចុះដើរឡើងណាអញ្ចឹងបងខានេះគាត់ទិញគេញ៉ាំតនលក់គាត់ហ្នឹងក៏ទៅប៉ើងមើលទៅនៅពេលដែលគាត់ប៉ើងអាប្រអួចរបស់គាត់ឬក៏ប៉ើងអាបែងនឿនរបស់គាត់ហ្នឹងគាត់ថាពេលហ្នឹងគាត់បានឃើញម៉ែចាស់ទេដែលកំពុងតែដើរនៅមុខបន្ទប់របស់គាត់ហ្នឹងឯងហើយពេលហ្នឹងបន្ទប់របស់គាត់គឺមានតែភ្លើងទូរស័ព្ទទេភ្លើងទូរស័ព្ទដែលគាត់បានបើកចោលហ្នឹងនៅពេលដែលឃើញម៉ែចាស់អញ្ចឹងគាត់ហ្នឹងក៏បិទវាំងនឿនវិញទៅគាត់ថាម៉ែចាស់យកថ្មនេះហើយនៅដើរទៀតអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏មកចុចទូរស័ព្ទរបស់គាត់បន្តនៅពេលដែលគាត់ចុចទូរស័ព្ទបន្តគាត់ថាពេលហ្នឹងស្រាប់តែគាត់ឮសំឡេងម៉ែចាស់យំឮសំឡេងម៉ែចាស់យំនៅពេលដែលឮសំឡេងម៉ែចាស់យំអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏បើកទ្វារមើលគេលោកថាម៉ែចាស់អត់ស្រួលខ្លួនណាអញ្ចឹងនៅពេលដែលគាត់បើកមកគាត់ថាពេលហ្នឹងគឺអត់មានឃើញម៉ែចាស់នៅខាងក្រៅទេគាត់ក៏រត់ទៅបន្ទប់ប៉ុន្តែនៅពេលដែលគាត់រត់ទៅបន្ទប់គាត់ថាពេលហ្នឹងបន្ទប់ម៉ែចាស់ត្រូវបានចាក់សោបាត់ហើយកឹបសោខាងក្រៅណាអញ្ចឹងនៅពេលដែលឃើញបន្ទប់ម៉ែចាស់កឹបសោអញ្ចឹងគាត់គិតថាម៉ែចាស់ប្រហែលជាចុះទៅខាងក្រៅហើយចុះទៅខាងក្រោមទៅអង្គុយលេងនៅក្រោមនោះក៏ថាបានឬក៏ចូលបន្ទប់អ្នកណាអីចឹងណាអញ្ចឹងគាត់ក៏ត្រឡប់មកបន្ទប់របស់គាត់វិញមកនៅពេលដែលគាត់ត្រឡប់មកបន្ទប់វិញគាត់ថាពេលហ្នឹងសេពតែគាត់ឮសំឡេងក្ដុងក្ដាំងនៅបន្ទប់ម៉ែចាស់ឮសំឡេងក្ដុងក្ដាំងនៅពេលដែលឮបែបហ្នឹងភ្លាមគាត់ក៏គិតថាប្រហែលជាម៉ែចាស់នៅក្នុងបន្ទប់ហ្នឹងដឹងសេពតែគាត់ទៅមួយសារទៀតគាត់ថាពេលហ្នឹងអាសោដែលគាត់បានឃើញមុនហ្នឹងថាកឹបជាប់វាបែរទៅជាអត់មានកឹបទេវាអត់មានចាក់ពីខាងក្រៅណាដល់ពេលដែលគាត់រុញទ្វារទៅគាត់ឃើញម៉ែចាស់កំពុងតែអង្គុយនៅក្នុងបន្ទប់នឹងឯងអញញឹមស្ញញណាពេលហ្នឹងម៉ែចាស់អត់បានបើកភ្លើងទេអត់បានបើកភ្លើងតែបន្ទប់ដែលនៅជាប់ចដាហ្នឹងគេបើកភ្លើងអញ្ចឹងគាត់ឃើញម៉ែចាស់កំពុងតែអង្គុយចង្អុកហ្នឹងអញញឹមបដាក់គាត់នៅពេលដែលគាត់ឃើញម៉ែចាស់បែបហ្នឹងគាត់ព្រឺសបុលមែនតើព្រឺសបុលមិនត្រឹមតែព្រឺសបុលហើយក៏ឃើញម៉ែចាស់អញញឹមទៀតគាត់ដុតតែខ្លាចទៅទៀតប៉ុន្តែអាការខ្លាចរបស់គាត់នឹងរៀបទប់ខំទប់ហើយគាត់សួរទៅម៉ែចាស់ថាម៉ែចាស់អត់ស្រួលខ្លួនមែនប៉ុន្តែនៅពេលដែលគាត់សួរនាំទៅម៉ែចាស់អត់ឆ្លើយទេគាត់ប្រាប់ថាគាត់អត់អីទេហើយវាថានិយាយតែមួយម៉ាត់ហ្នឹងហើយឈឹងទៅអញ្ចឹងនៅពេលដែលឃើញម៉ែចាស់រៀងកមុតកមុយបែបហ្នឹងបងខាននេះក៏គាត់ហ្នឹងត្រឡប់មកបន្ទប់របស់គាត់វិញទៅគាត់ថាចុះម៉ែចាស់តាំងពីបាត់មួយរយៈមកនៅពេលដែលត្រឡប់មកវិញដូចផ្លាច់មិនទេអញ្ចឹងគាត់ថាពេលហ្នឹងក៏គាត់ហ្នឹងចូលទៅបន្ទប់របស់គាត់វិញទៅនៅពេលដែលចូលបន្ទប់គាត់ថាពេលហ្នឹងក៏ព្រឹកឡើងមកដល់គាត់ថាពេលហ្នឹងគឺអង្គុយឬក៏ហាត់ប្រាណនៅខាងមុខអាលីបែបមុខអាគាររបស់គាត់ហ្នឹងទៅរត់ហាត់មាត់ប្រាណដោយសារអត់សូវមានម៉ូតូឡានអីទេកន្លែងខ្លះក៏គេបិទទៅក៏មិនបានតាណាដែរអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏រត់លេងនៅហ្នឹងរត់លេងមកឆ្អែតហើយគាត់ក៏ត្រឡប់មកវិញមករត់ឡើងទៅបន្ទប់របស់គាត់វិញណានៅពេលដែលដល់បន្ទប់គាត់ថាពេលហ្នឹងឃើញតែបន្ទប់ម៉ែចាស់គេបានកឹបសោបាត់ហើយកឹបសោខាងក្រៅគាត់ក៏មិនបានទៅមាត់កយដែរគាត់ថាពេលហ្នឹងក៏អង្គុយលេងនៅក្នុងបន្ទប់របស់គាត់ទៅនៅពេលដែលគាត់អង្គុយលេងគាត់ថាពេលហ្នឹងម៉ោងប្រហែលជា2:10គាត់ថាបានដែរស្របពេលដែលអង្គុយលេងគាត់ថាពេលដែលម៉ោងប្រហែលជា2:10នេះគាត់គេងរបៀបគាត់គេងបន្តិចអត់បន្តិចស្របពេលដែលនួនហ្នឹងក៏នៅចុចទូរស័ព្ទនៅនឹងដូចគ្នាដែរគាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញសមោលអ្នកណាម្នាក់ហ្នឹងដើរខាងក្រៅបន្ទប់នៅពេលដែលឃើញដើរអញ្ចឹងគាត់គិតតែមួយទេប្រហែលជាអាចអ្នកដែលនៅជាប់បន្ទប់របស់គាត់ឬក៏អ្នកដែលនៅជាប់ចដាហ្នឹងឯងគាត់អត់គិតដល់ម៉ែចាស់ទេព្រោះម៉ែចាស់អត់ខន់ឃើញត្រឡប់មកវិញទេប្រហែលជាគាត់ទៅជាមួយនឹងកូនរបស់គាត់ក៏ថាបានឬក៏យ៉ាងម៉េចអត់ដឹងទេអញ្ចឹងគាត់ថាពេលហ្នឹងក៏គាត់ទៅមិនបានទៅខ្វល់ចិត្តអីច្រើនដែរគាត់ទៅក៏ចេះតែអង្គុយទៅប៉ុន្តែនៅពេលដែលគាត់អង្គុយគាត់ថាពេលហ្នឹងសិតតែសមោលឬក៏ម្នាក់ដែលកំពុងតែដើរនៅមុខបន្ទប់របស់គាត់ហ្នឹងសិតមកឈប់នៅមាត់ប្អួចរបស់គាត់ហើយមិនមែនត្រឹមតែឈប់នៅមាត់ប្អួយទេគាត់ឃើញម្នាក់ហ្នឹងយកមុខយកមកពិតជាមួយនឹងហើយអាប្អួយរបស់គាត់ហ្នឹងក៏ចោលប្អួយរបស់គាត់នៅពេលដែលឃើញអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ត្រូវទៅចិត្តព្រោះបន្ទប់ប្អួយរបស់គាត់ហ្នឹងយើងមើលពីខាងក្រៅបានមើលពីខាងក្នុងបានតែមើលពីខាងក្រៅអត់បានទេអញ្ចឹងនៅពេលដែលគាត់ដើរទៅចិត្តគាត់ថាពេលហ្នឹងគាត់ក៏បើកវាំងនឿនមើលនៅពេលដែលគាត់បើកវាំងនឿនមកគាត់ថាពេលហ្នឹងគឺអត់មានឃើញថានៅនឹងទេទាំងដែលគាត់ដើរមកក៏នៅតែឃើញសមោលខ្មៅនៅខាងមុខនឹងដែរសមោលមនុស្សនៅខាងមុខហ្នឹងប៉ុន្តែជាក់ស្ដែងនៅពេលដែលគាត់
rút vẹn đơn bọc quạt mơ này bay tới chỉ admin khơi này nè tao mình cho có thao bên nó có thao mà nè tới có thao mà đá admod ad có tới còn mà sung hầm kinh là hốt đó quạt kinh đâu này nhẹ bà hay chỉ mong buồn đại nơi bên thì quạt nhẹ máu có thao bên nó quạt có hơi thuê bọc quạt trắng ớt các bạn thích của kinh mà ngày thời nữa của sala bọc có bị chắp đang bắt tay lên ao châu riêng đó nè và sân chỉ quạt từ sala cứ ban tâm tay cùi nước không bạn ở bên sala hàng ngày cho có thao bên nó có cùi nước hầm mục nó nơi bên đèn cùi nước hầm mục có thao bên nó xếp tại quạt khơi mình để ông rồi có khơi mai cha tay tại non tập xa nó ấy nó đau chừng mũi nước mà đai bậc kì nơi bên để khơi quạt có sai từ mà trái bó sọc sbài ót đi chân tử xua nòng búa cũng ro ban chuột kia nè của cái chân bị prek lốp trôi lên chân thế đó bóng sấy những cột sai cả thắng sọc sbài ta ót ấy tê hay mà chơi sọc sbài ót miền bài miền tây ót mới thử của những bật chập đá bật tục đá hơn ha mình mấy protein ai hỏi từ bóng sấy mình có pem chân tử bên nó còn có món này cả thắng bắt bóng anh mà dễ khơi sao bên nó bóng sấy nó có thắng lại từ tầm mơ mai cha còn ở lưng chân clip một tháng mai cha nữa nè mai cha covid sắm ra nơi ơi khang Olympic cho nó còn lướt bài đang clip bóng kha để cọt nơi nắng hay chỉ mỗi đợt bóng luôn để lứ nắng cọt số thằng bó của anh dây lên chứ cần dây mét dây mấy bong xây bằng nhóm á từ mưa thay qua thời tiết bản năng nhóm chia từ mưa tí tư và thái cho gì tới có kia mà ao cho đây còn là ban atram mà xua sốc tục tê tư ấy chẳng tấn á rồi có tinh là bo cho tao ấy bong xây bảo có đầy mưa thay mai cha năng anh và thay mai cha lư thầm mà prep năng cứ sập ủa chỉ ngư bảo quạt năng về thưa tục làng chắc á còn là lư bài năng phím bong kha chỉ môi đầm bò nuốn có to tháp bóng bong anh cầm giấy lé nhá và man ngay nắng trong khơi mai cha là hốt á còn là lựa bài năng phím bong xây để nấu chop chả đá nó có thằng cổng chơi thành vậy không mai cha nêu âu làm bao cho nó cái này covid cái nó còn là lựa bài năng phím quạt năng mưa một đi bắt đầu cho mà man ngay để quạt ban khơi mai cha coi nó nâng cái đôi chị đào tao bên tao máu nè chị này nào tao bên ở cho bà anh ấy cứ xử nhà xu bị tranh bị qua bọc quạt đấy nó cho có thao bên nó có thoa mà nạt còn tay à rom cất cái nơi tại cất sau để bong xây nó có quạt trâu tôi không một tục tới cho có thao bên nó còn no mưa kia no mưa mục nè no kia mưa mục nữa mưa mục cho lá con thao bên nó cứ admin này thời xu kia cao đấy của từng pi nè sắp tại khơi được nè cho có thao bên nó cứ quạt thiên cho thôi càng cáo mấy nữa thiên cho thôi càng cáo thì thiên toàn cho thôi càng cáo thì bồm quạt đang ở thử thì ấy tiếng đâu cùi thâm mừng đang sần bàn tay nào pe để bàn màn tí có thao bên nó cứ quạt từng hơi chân tràn và quạt rồi có mà hộp hà bọc quạt nó bị admin đọt miền tới có thao bên nó mưa mục nè tại dân cua tại trò on của tích đào thật và tục máy chắc xe tại máy chắc nó không có tục tự bên nước bồng kha nó còn dây bầm nằng to và sau pe để bóng đuối nó có to tha ơi máy chắc còn đâu pet nó và hay chỉ chương smart được luôn ai nè tao viêm say đi tại sao admin mà hộp phóng có tha bên nó còn loam kia đa cắt và tục máy chắc tự nơi pe để con đào và tục máy chắc nó cứ admin ấy thì mong để con tới những anh dây bàn tha bia mong và môi chiêng thời vì chập đam là ngất tịch chứ nhé cho có thao pe để có trong mà đang khám nó có thao pe nó nơi cao mà kia bọc quạt nó mà tô cứ triệt tra vào tầm đó có thấy nơi pe để có cái lấy tới cả lại cho nó mùi đại rồi chỉ tuôn sầm rạp kinh cùi lên sầm rạp nè đã chua bật tục là năng kinh cùi lên nhá nơi pe để có cái lấy tới cái lại nó có thao pe nó xếp tại quạt khơi om sấy chân mà nè cùi vô tuôn nơi cái lại nó mình sẽ bắt năng này bọc quạt thì đó pe để quạt đào căn thực hiện mình đến quạt mẹ tham than nè đại cầm pung tay cùi nè lơ tô mùi nó cứ chia mai cha biết đang đá quát có cây thần hôn luôn hả chui mưa anh tính mơ mai cha thứ con mèn xếp tại bóng nón có bẹp thăm bạch mơ thì anh cất thăm mai cha đấy nó cho có tháp bên đang nom nia tầm lẹ tật mục cho ọt mơ thì thế nè bàn tay nơi bên để quát đá riệp đừng chân cao là bong thấy nó quát nó liên cái lên mà mưa mà xả tiệt nơi bên để quát cái lên mà mưa mà xả tiệt quát tháp bên đang cứ ọt miên khơi nhà nán đơn tôm nâng tê bắt chân cho tạm đó bàn tay quay để có chậm lái nơi lừa tô nó cứ admin mà đâu thì bàn tay bay chơi chỉ tô môi nó ở video luôn vì ngợt cứ bay nó mà bọn việc cắt lon ngợt tàu bên tàu máu tiếng này nơi lừa tô nó xong bay tầm mà đâu mà nè có admin này chẳng nữa pe để có khơi chẳng à bộ quát men anh ra thì rốt men đây bảo bọn rốt chân pi là bo năng từ ai pe nó cứ có đặt chi mà tôi tới nó là xa cả lại rồi
បន្ទប់ជួលរបស់គាត់ហ្នឹងក៏វាគៀកផ្សារដែរអញ្ចឹងវាអត់ឆ្ងាយពីផ្សារប្រហែលទេអញ្ចឹងគាត់ចុះទៅគឺដល់ផ្សារបាត់ហើយហើយផ្សារជំនាន់នោះគាត់ថាគឺពិបាកទិញតិចហើយព្រោះសម័យកូវីដគេបិទខ្ទប់សឹងតែបន្លែប្លុកហ្នឹងមិនសឹងតែមិនបានចូលប៉ុន្តែគាត់ថាគេបទូបថយដែរព្រោះឯងខ្លាចអត់មានមកហូបឲ្យបងឬក៏ពួកគាត់ហ្នឹងហូបដែរណាបើសិនជាបិទចិត្តគឺចប់ហើយប៉ុន្តែគាត់ថាកន្លែងគាត់គឺអាចចេញចូលមកផ្សារបានទោះអាអំឡុងពេលដែលគេបិទខ្ទប់ចិត្តក៏ដោយប៉ុន្តែគាត់ក៏នៅតែអាចចេញចូលមកទិញបាយទិញទឹកឬក៏ទិញកទិញម្ហូបពេញមហាបានមកស្រួលដែរគាត់ថាពេលនោះបើសិនជាគេបិទខ្ទប់មកចប់ហើយគេអត់ឲ្យដើរចេញដើរចូលហើយជាពួកគាត់ចប់ហើយពួកគាត់ហូបសអង្គគីឡូទាំងដែលគាត់ហ្នឹងធ្លាប់តែយកអង្គពីផ្ទះមកទេប៉ុន្តែដល់ពេលបិទខ្ទប់តាមខេត្តទៅធ្វើឲ្យគាត់ហ្នឹងគឺមិនអាចចេញទៅខេត្តបានទេអញ្ចឹងមានលុយគឺត្រឹមតែទិញនៅតាមផ្សារតាមអី1គីឡូ2គីឡូយកមកហូបហ្នឹងឯងអញ្ចឹងនៅពេលដែលគាត់ទិញម្ហូបរួចរាល់គាត់ថាពេលហ្នឹងក៏នាំគ្នាដើរត្រឡប់មកវិញនៅពេលដែលគាត់ដើរត្រឡប់មកវិញគាត់ថាពេលហ្នឹងនៅពេលដែលគាត់មកដល់មុខផ្ទះហ្នឹងគឺគាត់មានអារម្មណ៍ថាអត់ស្រួលចិត្តទេចង់ចូលបន្តិចអត់បន្តិចព្រោះឲ្យបងប្អូនគាត់ថាបើសិនជាចូលតិចឃើញម៉ៃចាស់នៅកន្លែងទូនឹងទៀតទៅប៉ុន្តែជាក់ស្ដែងនៅពេលដែលគាត់ដើរចូលមកគាត់ថាពេលដែលគាត់ក៏លេចទៅកន្លែងទូនឹងគឺអត់មានឃើញអ្នកណាទេនៅពេលដែលអត់ឃើញអ្នកណាអញ្ចឹងគាត់ក៏ធម្មតាទៅនៅពេលហ្នឹងគាត់ក៏ឡើងដើរទៅចដារបស់គាត់ដើម្បីឡើងទៅខាងលើណានៅពេលដែលគាត់ដើរទៅគាត់ថាពេលហ្នឹងសេពតែគាត់ឃើញអ៊ំស្រីចំណាស់ម្នាក់កំពុងតែឡើងចដាណាខ្លាំងខ្មៅរលគាត់នៅពីក្រោយអ៊ំចាស់ហ្នឹងទេនៅពេលដែលឃើញអញ្ចឹងគាត់ហ្នឹងក៏អត់មាត់អត់កដែរគាត់គិតថាប្រហែលជាអាចម៉ែឬក៏បងប្អូនអ្នកដែលនៅជួបបន្ទប់នៅហ្នឹងណាអញ្ចឹងគាត់ហៅពីខាងក្រោយទៅអត់បានទៅគិតអីទេហើយក៏ចេះតែជជែកគ្នាស្របពេលដែលគាត់ហ្នឹងអត់ហ៊ានវ៉ាមនុស្សចាស់ទេព្រោះមនុស្សចាស់កំពុងតែដើរមួយនៅចដាហ្នឹងហើយចដាហ្នឹងក៏មិនអាចដល់ថ្នាក់គាត់ដើរទៅជៀសស្រួលដែរដោយសារមៀតអ៊ំស្រីដែលកំពុងតែដើរនៅមុខហ្នឹងគាត់ថាមៀតហ្នឹងគឺដូចម៉ៃចាស់មែនតើមៀតធំចដាមួយហ្នឹងសឹងតែគាត់ដើរហើយពួកយើងមិនអាចដើរទៅបានទេហើយគាត់ក៏បាននេះគិតច្រើនដែរគាត់ក៏នៅតែដើរពីក្រោយមួយចឹងទៅរហូតដល់ជាន់របស់គាត់នៅពេលដែលដល់ជាន់របស់គាត់ឃើញអ៊ំស្រីដែលដើរមុខគាត់ហ្នឹងក៏ឈប់នៅជាន់របស់គាត់ដូចគ្នាដែរឈប់នៅជាន់ហើយគាត់ដើរបត់មកឆ្វេងបងប្អូនដើរបត់មកឆ្វេងមកបន្ទប់របស់គាត់ថាពេលគ្រាន់តែឃើញចឹងភ្លាមគាត់ថាចុំណាគេហ៎ឬមួយក៏បន្ទប់របស់បងស្រីដែលនៅជាប់ចដាឬមួយក៏បន្ទប់នៅជាប់យើងគេត្រឡប់មកវិញអានេះការគិតរបស់គាត់ណាអញ្ចឹងគាត់ថាពេលហ្នឹងក៏ឡើងមកដល់ជាន់របស់គាត់ហើយប៉ុន្តែនៅពេលដែលគាត់ឡើងមកដល់ជាន់គាត់ថាពេលហ្នឹងគាត់ក៏កលេចឬក៏ងាកមកមើលអាផ្លូវដើរទៅបន្ទប់របស់គាត់ដែរនៅពេលដែលគាត់ងាកទៅគាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញម៉ៃចាស់កំពុងតែអង្គុយមុខបន្ទប់កំពុងតែអង្គុយមុខបន្ទប់ហ្មងហើយងាកមករកគាត់មុខឡើងស្លេកប៉ឹមហ្មងគ្រាន់តែឃើញបែបភ្លាមមកទាំងពីរនាក់កៀងហើយកៀងអត់ហ៊ាននិយាយអត់ហ៊ានស្ដីទាំងអស់ហើយក៏អត់ហ៊ានទៅមុខដែរប៉ុន្តែគាត់បានចាំថាបងស្រីដែលនៅជាប់នឹងចដានេះគាត់ប្រាប់ថាម៉ៃចាស់គាត់ឈឺធ្ងន់នៅកន្លែងពេទ្យកូវីដឯណោះអ្វីដែលគាត់គិតមួយទឹកថាប្រហែលជាម៉ៃចាស់គាត់ស្រួលខ្លួនឡើងវិញហើយបានជាគាត់ហ្នឹងមកអង្គុយនៅនឹងបានអានេះការគិតរបស់គាត់មួយទៀតណាអញ្ចឹងនៅពេលដែលគិតហើយហ្នឹងក៏គាត់នាំគ្នាដើរទៅនៅពេលដែលគាត់ដើរទៅគាត់ថាពេលហ្នឹងគាត់ទៅឈប់នៅចិត្តកន្លែងម៉ៃចាស់នៅពេលដែលឈប់នៅចិត្តបន្ទប់ម៉ៃចាស់គាត់ក៏សួរថាម៉ៃចាស់គេឈឺអីពេលហ្នឹងម៉ៃចាស់ក៏តបថាឈឺប៉ុន្តែយើងសួរខ្លួនបន្តិចទៅក៏សុំគេចេញពីពេទ្យមកក៏និយាយបែបហ្នឹងណានិយាយឡើងស្រួលអត់មានអីគួរឲ្យព្រឺឲ្យខ្លាចអីទេអញ្ចឹងនៅពេលដែលលឺម៉ៃចាស់តអញ្ចឹងគាត់ហិតតែសុបាយចិត្តហើយគាត់ថាលើកមុនគឺម៉ៃចាស់អត់និយាយជាមួយនឹងគាត់ទេប៉ុន្តែថ្ងៃនេះឃើញម៉ៃចាស់និយាយបានច្រើនគាត់ក៏សួរនាំណាម៉ៃចាស់ទៅពេទ្យហ្នឹងមិនដែរពេទ្យគេមិនអញ្ចឹងទៅគាត់ក៏សួរនាំប៉ុន្តែម៉ៃចាស់និយាយអត់បានច្រើនទេនិយាយតែមួយម៉ាត់ពីរម៉ាត់ពេលហ្នឹងដែរបងខាជាមួយនឹងបងនួនក៏គិតដល់ម៉ៃចាស់ដែរព្រោះយើងសួរច្រើនពេកក៏លោកតែគាត់ហត់គាត់អីចឹងណាអញ្ចឹងក៏អត់ហ៊ានសួរទេដែរគាត់ហ្នឹងក៏ដើររំលងទៅនៅពេលដែលគាត់ដើររំលងម៉ៃចាស់គាត់ថាពេលហ្នឹងនៅពេលដែលគាត់ដល់បន្ទប់គាត់ក៏ចាក់សោរបស់គាត់ក៏ចេះតែកលេចមកមើលម៉ៃចាស់ហើយញឹមកលេចម៉ៃចាស់ហើយញឹមដាក់អញ្ចឹងទៅប៉ុន្តែនៅពេលដែលគាត់ចាក់សោរួចរៀបមកចូលបន្ទប់ហ្នឹងកលេចមកមើលម៉ៃចាស់វិញស្រាប់តែបាត់ម៉ៃចាស់ចឹងអត់ឃើញនៅមុខបន្ទប់ទៀតទេនៅពេលដែលអត់ឃើញបែបហ្នឹងគាត់គិតថាប្រហែលជាម៉ៃចាស់ចូលក្នុងបន្ទប់ហើយគាត់ធម្មតាចូលក្នុងបន្ទប់ធម្មតាអីចឹងទៅអង្គុយដួសបាយដួសទឹកអង្គុយហូបជុំគ្នាហ្នឹងអង្គុយហូបរហូតដល់រួចរាល់គាត់ហ្នឹងក៏នាំគ្នាមកអង្គុយនៅក្រៅបន្ទប់ទៀតហើយអង្គុយលើកនេះគាត់មានអាកៅអី camping បោះ
rồi bong ôn cho nó cứ là bay ở cái nắng cái đào prey đại á bọn anh cho có thà bên nó cọt nó chỉ môi đừng nuôn nó tinh ban môi mình hè ấy có mong cối nó mốc nó từ cối có thà cho nó miên ấy thưa cái bị mơ tu sắp đi còn đang ấy thở thưa ấy tí ngày nào mỗi con chỉ sao thời tiết hay có thà bên nó bong ôn số tháng cho mình tự tè thôi có thà quạt rồi tự tè này còn tay mà đong báo cái nào vừa ấy quạt nó của bà và sân điện tử mình luôn nó cái bật chọp tới khai đầu pe sala cái báo ba mà vinh vậy mà mắt cứ ba chứng quát nó có trom rồi nâng ta cơ tha mình du mình chạp tiếp vì nâng thu báo nó vì mình du pt mình thấy chạy sân mong bốn nâng sara vai vì rồi đôi chia du cua xóm đấy mới đây bà bọn tăng pi pon mà phơi là họ đào pi phơi mán phơi muối vậy mà bọn phơi muối phơi pí nhưng mà bá nó mình trong mà bọn này bá ai cầm mình tính báo vừa dương chạp đám đôi chia đào ở trong một phơi bầm bốn anh trong đập bầm bốn hay bình sụp nó cứ mong tung một phơi này chẳng nước pe để con mong quay được cái nào này có thao pe nó con cờ lấy mà bộ tôm mai cha này nước pe để con bộ tôm cờ lấy mà bộ tôm mai cha con khơi bộ tôm mai cha bắt thò mà nào nước pe để bắt thò mà nào chẳng con mót co đây có thò mà đang quay thì chơi clear chỉ môi nâng luôn à ban mà dù thu thốn có thao pe nó mong và hay chi bầm buôn chiến con khơi bong sấy đầy nơi chật nâng bộ tôm bọc mai cha này nơi còn nơi chật chả đá này con máu tao pe khơi chẳng có thao pe nó con khơi bong sấy mình đôi chưa sừng ngốt sừng ngặt mình đến sau pe đại mình để rồi có côn bọc quạt đã đa tamแต่quạt nó đót khơi sao quạt có xua thao bong hay phải tao mau bị na về nó bong sấy nó có to thao bong tướp đừng mau bị cái lại mai cha mai cha bong mai cha slap bắt đây ta quạt ở lưỡi bẹp đâm cho con thắng bong mai cha slap à mai cha slap đây ta slap hay chỉ ngay trong nó à lưỡi côn có bông tài xông cây chấn nhá nó xông vô sọp chanh bàn tay bị tăng có ta tăng nó vào ba men tèn to ta oi lôi cái đời xa côn bò ở mai cha năng được tham miên lôi cua sọm hai cái miên đáy cái bọc bàn bọc vô sọp chanh máu có thà bên nó cứ vô sọp mai cha năng ở vô thực khai xong cái chanh rau khai tiền thầy sư thực khai nó cứ chơi tập cho sau đó đã bong xây bong mai bong xây nó có tơi bong xây nó có tứ nữa còn thái bong xây để con mưa thái nó tơi chưa mũi nữa rồi câu năng ngày chắc có thà bên nó quát có xua to thăm bong ngày dây lên dây mấy tham mai chas làm quát cần nơi ta dây cả tao miếng mai chas làm hay là cái đất thực khai thay hay mấy bên nó bong kha chỉ môi nâng bong đuôn nó có prap rồi có chơi srop chỉ môi khía nữa hạ bong à mình nhom khơi mày chẳng quên nâng một tốt á anh nhóm có xua no mùi con đây có thang con chi hơi con hiện thú con trong sông pet trắng tranh mà teo bên còn lưỡi ba nâng phím á bong xây để nó chất vào tốt mai cha nè khai nún nó có một giấy lé nhá bong nó chất vào tốt mai cha bên nâng teo bong đuôn teo quạt đó ngờ chơi lươn bèn ta có đọt ban dây lên thế cứ quạt lang quạt mau bị tinh bài với nhá quạt khơi mày cha coi là nâng quạt xua noam bàn mày cha prap con còn lưỡi bẹp đang phím bong xây cái thằng vì nè còn đây sao chứ còn dây trắng bong khai đấy nè cho con tháp bên nó bong xây nó có quạt trôi tôi có nông tục tử trôi hết bật thuy vô thành đó nơi bị để bật thuy có tháp bên nó có thò mà na phụ quạt nó còn là bong xây mình đang trôi một tốt phụ quạt nó rưỡi bán trôi tôi bộ trôi một tốt bọc quạt này cho con tháp bên nó có thò mà na từ sợ ngon kinh con tháp bên nó cứ sợ ngon kinh sự ông kinh ở lụa tê cất đo rừng mai cha để quát ban chu pe để quát xu nóมั้งkhơi được phê sáng bài thì chỉ bong xây mình để nó prap tham mai cha slap từ mình hayประมาณ ngày để quát tay để khơi mai cha mẹ rong tham mai cha phải chỉ pot mà đo mà cả lấy bạn quát chơi tầm lên theo bảo quát thằng anh hay bây giờ JP Evan bỏ mai cha cứ nợ bình admin là bài thà thì mình cho có tháp pe nắng quát nó có sòm nợ pe để quát ngóm có tháp pe nắng quát lư sầm lên hai quát là bơi vậy nó nuôn ơi khá ơi nuôn ơi khá quát chỉ mỗi nửa pua mà quát á hao lăng là vui sầm đây để quát ban lư con mẹ ram tha đôi chỉ quát flop lư chăng nơi pe để quát tiếng sập mền thế nó mong khá quát tiếng sập mền thế có than nè đại cổ pông tại hai quát nắng cứ chia mai cha cứ chia sầm lên mai cha cho ba mền tên admin plom mấy thì quát tha pe nó cứ quát cho ba nương thì chị bọc quát phụ ấy quát tayแต่ลืมmai cha nó hai quát aoแต่lao mà đo tập được ấy nó hai quát đây chăng từ ai aoแต่miên là bao điแต่côn trao vô trai nghiệt trai ao nó cứ bật lại hai bắt tục nên tích bắt tục nông tích cứ ao sânแต่côn bắt tục mai cha cứ quát sôi ấy lấy nó cứ quát lư sầm lên mai cha hai quát đó nó nơi pe để lư chắc là quát tháo pe nó mình ao chết thế quát ta đào tới chết nâng bộ uội
ហើយបើកអាវាំងនឿនប្រួយមើលនៅពេលដែលគាត់បើកខ្វាច់មកគាត់ថាពេលហ្នឹងគឺគាត់ហ្នឹងគឺដួលផ្ងាក្រោយហ្មងបងប្អូនដួលផ្ងាក្រោយហើយស្រែកខ្មោចរហូតដល់នួនដែលកំពុងតែគេហ្នឹងងើបមកហើយរត់ទៅបើកភ្លើងហើយសួរថាថៃយាយថៃខ្មោចនឹងខាងដល់ឡៃប្រួយពេលហ្នឹងនួនហ្នឹងក៏រត់ទៅមើលនៅពេលដែលរត់ទៅមើលគឺអត់មានឃើញអ្នកណានៅកន្លែងហ្នឹងទេបងប្អូនអត់មានឃើញអ្នកណានៅហ្នឹងណាពេលហ្នឹងនួនហ្នឹងក៏រត់មកគាត់ហើយសួរថាហើយឃើញអីមែនពេលហ្នឹងបងនួនក៏តបថាមិញអញឃើញម៉ៃចាស់ហើយចេញលេងទេអញឃើញម៉ៃចាស់មែនយំមុខចឹងមកពិតជាមួយនឹងកញ្ចក់របស់យើងហ្នឹងនៅពេលដែលលឺបងខាគាត់និយាយម៉ាត់បែបហ្នឹងបងនួនក៏ថាអើយហើយកុំនិយាយអញដូចអត់ស្រួលទេរត់ទៅបិទវាំងនឿនវិញណាហើយក៏នាំគ្នាសង្ងំទៅឲ្យបងនួនហ្នឹងឲ្យបងខាហ្នឹងរៀងបធូរចិត្តតិចទៅឲ្យគាត់ហ្នឹងបធូរចិត្តកុំបាច់ទៅគិតអីច្រើនហើយសង្ងំគេងទៅអញ្ចឹងគាត់ថាពេលហ្នឹងគឺគាត់ព្យាយាមធ្វើចិត្តមែនទេហើយក៏សង្ងំគេងនៅពេលនេះគាត់ក៏សង្ងំគេងណាគេងរហូតគាត់គេងលក់ទៅនៅពេលដែលគាត់គេងលក់គាត់ថាពេលហ្នឹងគឺគាត់ត្រូវភ្ញាក់មកវិញដែលគាត់ហ្នឹងបានលឺគេគោះឬក៏គោះអាពេលថាយកទ្វារបន្ទប់របស់គាត់ណាអង្គគោះហើយយកទ្វារបន្ទប់ទៅទៀតទឹងនៅពេលដែលលឺបែបហ្នឹងព្រាមគាត់ក៏ងើបអង្គុយស្រោបពេលដែលនួនគេនៅដេកធម្មតាគាត់ថាពេលហ្នឹងគាត់ក៏សួរណាគេហ្នឹងណាគេប៉ុន្តែនៅពេលដែលគាត់សួរនាំសំឡេងគោះទ្វារឬក៏អង្គើទ្វារហ្នឹងវាបាត់ទៅប៉ុន្តែនៅពេលដែលគាត់ជប់សួរសំឡេងគោះទ្វារនិងសំឡេងយកទ្វារហ្នឹងវាលឺទៀតហើយវាលឺខ្លាំងជាងមុនទៅទៀតគាត់ក៏គិតថាប្រហែលជាបងស្រីដែលនៅជាប់ចណ្ដាលហ្នឹងហើយដែលគាត់កំពុងតែភ័យឬក៏អីឬក៏ម៉ៃចាស់ប្រឡាចអីចឹងណាអញ្ចឹងគាត់ទៅបើកទ្វារមើលនៅពេលដែលគាត់បើកទ្វារមើលគាត់ថាពេលហ្នឹងគឺអត់មានឃើញអ្នកណានៅកន្លែងហ្នឹងទេស្របពេលដែលនៅបន្ទប់របស់គាត់ហ្នឹងវាមានកន្លែងខាងមុខហើយកាច់មកបន្តិចទៅទៀតអញ្ចឹងគាត់ក៏ទៅអឺតមើលនៅកន្លែងកាច់ហ្នឹងមកបន្តិចប៉ុន្តែនៅពេលដែលគាត់អឺតមើលគឺអត់មានឃើញអ្នកណាទេបងប្អូនអត់មានឃើញអ្នកណានៅចំណុចហ្នឹងទេគាត់ណាអឺតមើលហើយអត់មានឃើញអ្នកណាគាត់នឹងរៀបចូលទៅបន្ទប់របស់គាត់ហើយហ្នឹងស្រាប់តែគាត់ក៏លេងមកបន្ទប់ម៉ៃចាស់គាត់ឃើញម៉ៃចាស់កំពុងតែអង្គុយនៅមាត់បន្ទប់គាត់ទៀតណាគាត់តែឃើញបែបហ្នឹងភ្លាមបងខារត់ចូលបន្ទប់បិទបន្ទប់សឹងតែបែកកញ្ចក់គេបែកអាកញ្ចក់បន្ទប់ហ្នឹងសូតែផាំងដល់ថ្នាក់បងនួនដែលដេកលក់ស្រួលនេះងើបអង្គុយយកមកងើបអង្គុយហើយថៃអីទៀតហើយអញឃើញម៉ៃចាស់ទៀតហើយចែងចេញទៅអីកែងឃើញម៉ៃចាស់ឯងគិតតែចេញពេលហ្នឹងបងខាហ្នឹងក៏តបថាអញមិញឮសំឡេងគេគោះទ្វារបន្ទប់អញគិតថាបងស្រីគាត់ខ្លាចគាត់រត់មករកយើងអញក៏ទៅបើកទៅប៉ុន្តែដល់ពេលដែលបើកអត់មានឃើញនរណាទេអើយឯងឈប់ចូលឯងឈប់ទៅមើលទៅឯងឈប់មកដេកមកអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏សង្ងំគេងទៅនៅពេលគាត់សង្ងំគេងគាត់ថាពេលហ្នឹងក៏គេងលក់រហូតដល់ព្រឹកឡើងមកដល់គាត់ថាពេលហ្នឹងភ្នែកគាត់ឡើងខ្មៅអស់ហើយអត់ដេកអត់បានគាត់ថាធ្វើទុកមកយប់ហ្នឹងគឺអត់បានទេអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតាងើបចូលទៅហាត់ប្រាណមិនមែនថាលៀងថ្ងៃតិចក៏ចូលទៅហាត់ប្រាណគេឯងទៅព្រោះគាត់ថាពេលហ្នឹងខ្លាចតែយើងបដាសាយបឹបមកគឺគេចាប់យើងទៅដាក់កូវីដហើយអញ្ចឹងបើដាក់កូវីដល្មមមិនស្រួលទេគឺយើងអាចនឹងត្រូវសង្ស័យនៅកន្លែងកូវីដគាត់ថាបាទណាហ្នឹងអារម្មណ៍គាត់ខ្លាចទេណាគាត់ភ័យដល់អញ្ចឹងទៅគាត់ហាត់ប្រាណរាល់ថ្ងៃមកនៅពេលដែលគាត់ហាត់ប្រាណនៅក្រោមគាត់ថាពេលហ្នឹងគាត់ក៏ចោលភ្នែករបស់គាត់ទៅជន់របស់គាត់ជន់ទី2ហ្នឹងនៅពេលដែលគាត់ចោលភ្នែកទៅគាត់ថាពេលហ្នឹងគាត់បានឃើញម៉ៃចាស់កំពុងតែឈរកាន់ប្រកាន់ដៃសម្លឹងមកមើលគាត់គាត់នឹងឃើញចឹងភ្លាមគាត់ក៏នួនឲ្យជួយមើលអញតិចមើលអាម៉ៃចាស់មែនណានួនគាត់ក៏លេងទៅមើលប៉ុន្តែនៅពេលដែលនួនក៏លេងទៅមើលនួនប្រាប់ថាអត់មានអ្នកណានៅបន្ទប់យើងទេហើយព្រើភ្នែកឯងអានេះបាត់ឆ្លងតាំងពីយប់មកភ័យតាំងពីយប់មកហ្មងបានចេះតែក៏លេងឃើញនេះឃើញនោះអូយឲ្យព្យាយាមកុំគិតអីច្រើនណាអញ្ចឹងគាត់ថាពេលហ្នឹងគាត់ធ្វើទាំងទៅរហូតដល់7ជាស្រ័យគិតដល់7ថ្ងៃបងម៉ៃចាស់វិញនៅពេលដែល7ថ្ងៃរបស់ម៉ៃចាស់គាត់ថាពេលនោះគឺមិនមានអ្នកណាគេងបានទេនៅជាន់របស់គាត់រួមជាមួយនឹងបន្ទប់របស់បងស្រីហ្នឹងដល់ថ្នាក់បងស្រីម្នាក់ហ្នឹងគាត់ចេញពីបន្ទប់ហ្នឹងទៅទៀតដើម្បីទៅស្នាក់នៅបន្ទប់បងប្អូនរបស់គាត់ដែរនៅបន្ទប់នៅក្នុងអាគារហ្នឹងដែរទេតែជាន់ផ្សេងគាត់ទៅគេងបាត់ទៅស្របពេលដែលនៅកន្លែងបន្ទប់របស់គាត់ហ្នឹងគឺនៅតែគាត់មួយទេនៅតែបន្ទប់របស់គាត់មួយទេគាត់ថាពេលនោះគឺគាត់គេងអត់បានទេគឺមកគោះទ្វារហើយហាវគាត់ថាពេលដែល7ថ្ងៃរបស់ម៉ៃចាស់គឺគាត់គេងអត់បានហ្មងទុងទាំងដើររេតរត់ពេញតែមុខបន្ទប់របស់គាត់ហ្នឹងអត់ហ៊ានចេញមកខាងក្រៅទេណាអញ្ចឹងគាត់ថាពេលហ្នឹង7ថ្ងៃរបស់ម៉ៃចាស់ចប់គឺអត់សូវអីទេដូចតែធូរស្រាលបន្តិចបន្ទាប់មកគាត់ថាពេលហ្នឹងគឺបើកម៉ាតង់មកបានបន្ទប់ដែលនៅជាប់ហ្នឹងគេត្រឡប់មកវិញនៅពេលដែលប
បន្ទប់នឹងត្រឡប់មកវិញគាត់ថាពេលហ្នឹងអាចនិយាយបានថាម៉ោងប្រហែលជា6ជាងនេះខ្ញុំកាត់មកដល់យប់វិញម៉ោង6ជាងយប់គាត់ឮសំឡេងអ្នកដែលនៅជាប់បន្ទប់របស់គាត់ទៅជែកដូចជាទៅជែកជាមួយអ្នកណាមិនដឹងទេប៉ុន្តែឮអង្គុយទៅជែកគ្នានៅពេលដែលឮសំឡេងជែកគ្នាគាត់បានស្ដាប់ឮថាម៉ែចាអញ្ចឹងទៅអញ្ចឹងគាត់មានអារម្មណ៍ថាម្នាក់ហ្នឹងដូចជាកំពុងតែសួររឿងម៉ែចាជាមួយនឹងបងស្រីមើលទៅអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏អឺតអាប៉ើងទ្វាររបស់គាត់ហ្នឹងអឺតមើលនៅពេលដែលគាត់ប៉ើងទ្វារអឺតមើលគាត់ថាពេលហ្នឹងគាត់បានឃើញបងប្រុសម្នាក់ហ្នឹងកំពុងតែអង្គុយនិយាយជាមួយអ្នកណាមិនដឹងទេប៉ុន្តែបែរមុខទៅបន្ទប់របស់ម៉ែចាគាត់ថាពេលហ្នឹងគាត់ទាញទ្វារបិទយកតែម្ដងនួនក៏សួរថាម៉េចបងប្រុសហ្នឹងនិយាយមួយណាគេបងស្រីមែនអត់ទេប៉ុន្តែអញមានអារម្មណ៍ថាដូចជាបងប្រុសម្នាក់ហ្នឹងកំពុងតែនិយាយជាមួយនឹងម៉ែចាគាត់ក៏និយាយអញ្ចឹងណាដល់ពេលដែលគាត់និយាយហើយគាត់ថាពេលហ្នឹងគាត់ក៏អឺតមើលភាសាទៀតនៅពេលដែលគាត់អឺតមើលភាសាទៀតគាត់ថាពេលហ្នឹងគាត់នៅតែឃើញបងប្រុសម្នាក់ហ្នឹងនិយាយដដែលប៉ុន្តែលើកនេះមិនមែននិយាយនៅមុខបន្ទប់ទេគឺដាក់អាកៅអីរបស់គាត់ហ្នឹងទៅចិត្តនឹងបន្ទប់ម៉ែចាស់ហ្មងទៅចែកគ្នាអង្គុយទៅចែកនៅនឹងទាំងដែលពួកគាត់បានឃើញនិយាយតែម្នាក់ឯងគាត់ថាពេលហ្នឹងក៏នាំគ្នាចូលក្នុងបន្ទប់វិញទៅបានមកទទួលសំឡេងទៅចែកគ្នាហ្នឹងក៏បាត់ទៅរហូតដល់ព្រឹកឡើងមកដល់ខ្ញុំកាត់ដល់ព្រឹកវិញដល់ព្រឹកឡើងមកដល់គាត់ថាពេលហ្នឹងបងប្រុសដែលនៅជាប់បន្ទប់របស់គាត់បានទៅធ្វើការទេគឺនៅអង្គុយនៅមុខបន្ទប់នៅពេលដែលអង្គុយគាត់ថាពេលហ្នឹងគាត់ក៏ចេញមកហើយគាត់ក៏សួរថាបងយប់មិញបងឯងនិយាយជាមួយនរណាគេពេលហ្នឹងបងប្រុសឯងក៏តបថានិយាយមួយណានិយាយជាមួយនឹងម៉ែចាស់ហ្នឹងម៉ែចាស់ប្រហែលថ្ងៃហ្នឹងដូចស្លេកដល់ហ៎បងមានអារម្មណ៍ថាម៉ែចាស់ឈឺពេលហ្នឹងបងខាជាមួយនឹងបងនួនក៏ថាបងឯងនិយាយមួយម៉ែចាស់មែនអីយប់មិញហ្នឹងហិចទៅพูดប្រកែកទៅអីនិយាយមួយម៉ែចាស់មែនតាបានបងខានោះក៏ថាអើយនិយាយជាមួយម៉ែចាស់ម៉ែចាស់ស្លាប់បាត់ហើយហ្នឹងគាត់ទៅលើបែបហ្នឹងភ្លាមបងប្រុសម្នាក់គាត់សើចគាត់ថាចេះតែនិយាយចឹងបាបបងកុំចេះតែនិយាយដាក់ទម្លាយចាស់អញ្ចឹងឲ្យបាបយើងកុំនិយាយអញ្ចឹងពេលហ្នឹងបងនួនម្នាក់ទៀតគាត់ថាបងម៉ែចាស់គាត់ខូចហើយឥឡូវឯងមើលទ្វារមើលចាក់សោជាប់ហ្នឹងដល់ពេលដែលគាត់មើលទ្វារគាត់ឃើញចាក់សោទ្វារជាប់មែនប៉ុន្តែបងប្រុសម្នាក់ហ្នឹងនៅតែអត់ជឿដែរគាត់ថាចាក់ធ្វើអាសោជាជាប់ហ្នឹងដោយសារម៉ែចាស់ប្រហែលជាគាត់ចុះទៅខាងក្រោមហើយព្រោះខ្ញុំសួរជុំវិញគាត់ឈឺពិតមែនប៉ុន្តែគាត់ថាគាត់ស្រួលខ្លួនឡើងវិញហើយទើបគាត់មកផ្ទះវិញអញ្ចឹងណាគាត់នឹកទេហើយនឹកអីចឹងទៅគាត់នៅលើបែបទាំងព្រាមបងខាឲ្យនឹងបងនួនអត់ដឹងនិយាយថាម៉េចទេព្រោះបងប្រុសម្នាក់គាត់អត់ជឿសោះនិយាយយ៉ាងម៉េចក៏នៅតែប្រកែកអញ្ចឹងអត់ដឹងធ្វើទៅម៉េចទេតាមតាណាទៅក៏ធម្មតាអញ្ចឹងណាអញ្ចឹងគាត់ថាពេលហ្នឹងក៏នាំគ្នាថ្ងៃត្រង់ហ្នឹងចុះទៅទិញម្ហូបនៅពេលដែលទិញម្ហូបគាត់ថាពេលហ្នឹងគាត់ត្រឡប់មកវិញនៅពេលដែលត្រឡប់មកថ្ងៃត្រង់ហ្នឹងព្រឺស្បុតដែរប៉ុន្តែអាការព្រឺស្បុតរបស់គាត់ហ្នឹងវាមិនខុសទេនៅពេលដែលគាត់តាមមកដល់បន្ទប់ម៉ែចាស់ហ្នឹងគាត់ថាពេលនន់ប្អួចរបស់ម៉ែចាស់ហ្នឹងគឺគេអត់ចំហទេប៉ុន្តែនៅពេលដែលគាត់ដើរមកដល់ចំណុចប្អួចហ្នឹងគាត់ថាពេលដែលគាត់ក៏លេចទៅមើលបន្ទប់ម៉ែចាស់ស្រាប់តែគាត់ឃើញអាប្អួចហ្នឹងវាចំហមិនមែនចំហទ្វារទេគឺចំហអាវាំងនឿនប្រហើបវាំងនឿនចេញគាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញមនុស្សចំណាស់ម្នាក់កំពុងតែដើររេរនៅក្នុងបន្ទប់ហ្នឹងទាំងថ្ងៃត្រង់ហ្នឹងបែរមុខមកវិញហើយសួរទៅនួនថានួនឯងឃើញអញហត់នួនគាត់ទាត់ជើងគាត់ក្រោមនេះឲ្យទៅលឿនទៅអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ដើរទៅលឿនទៅនៅពេលដែលគាត់ដើរលឿនគាត់ថាពេលហ្នឹងគាត់ទៅដល់បន្ទប់របស់គាត់ហើយនៅពេលដែលដល់បន្ទប់គាត់ថាពេលហ្នឹងគឺញាក់ហើយអត់មាននៅអង្គុយក្រៅទេថ្ងៃត្រង់អង្គុយនៅក្នុងផ្ទះទាំងក្តៅទាំងអីនឹងនៅហ្នឹងអត់មានទៅមកអង្គុយអីណាក្រៅទៀតទេសំបីតែយប់ហ្នឹងគាត់ថាប្រឡប់មិនតាន់ទេគឺអត់អង្គុយនៅក្រៅទេទៅអង្គុយក្នុងហើយនៅពេលដែលយប់ឡើងគាត់តែងតែលើបងប្រុសម្នាក់ហ្នឹងតែងតែនិយាយជាមួយនឹងម៉ែចាស់និយាយលឺថានិយាយតែម្នាក់ឯងហើយនៅពេលដែលគាត់សួរពេលព្រឹកគឺលឺតែបងប្រុសម្នាក់និយាយជាមួយម៉ែចាស់រហូតដល់បងស្រីម្នាក់ដែលគាត់នៅបន្ទប់ជាប់ហ្នឹងគាត់បានមកស្នាក់នៅវិញនៅពេលដែលមកស្នាក់នៅគាត់នៅជាមួយនឹងបងស្រីរបស់គាត់ដែរជូនម៉ែចាស់ទៅជូនដំណើរម៉ែចាស់ជាលើកចុងក្រោយហ្នឹងក៏មកស្នាក់នៅជុំគ្នាវិញនៅពេលហ្នឹងហើយដែលបងប្រុសដែលនៅជាប់បន្ទប់ហ្នឹងគាត់បានដឹងរឿងនៅពេលគាត់ដឹងរឿងគាត់ថាពេលនោះប្រឡប់ឡើងគឺបងប្រុសម្នាក់នឹងបិទចិត្តហើយប្រឡប់ឡើងគឺបិទចិត្តហើយនៅបន្ទប់របស់គាត់ហ្នឹងគឺដើរគោះគ្រប់បន្ទប់មកដើរគោះគ្រប់បន្ទប់មិនមែនតែបន្ទប់គាត់ទេសូម្បីតែបន្ទប់ទាំងពីរនោះក៏គោះដែរប៉ុន្តែអត់មានអ្នកណាបើកទេពិសេសគឺបងស្រីដែលគាត់បាននិយាយមកប្រាប់ណានិយាយប្រាប់បងខាគាត់ថាអ៊ំស្រីគឺទៅគោះរកអាក្មេងហ្នឹងកូនរបស់គាត់ហ្នឹងសួរនាំអាក្មេងហ្នឹងមិនទៅអត់ទៅលេងផ្ទះគាត់សួរនាំមែនតើហើយអត់បើកទ្វារទេគឺនិយាយនៅក្រៅបន្ទប់ហ្នឹងឯងតែគាត់លឺដល់ពេលដល់ថ្នាក់យកទ្វារផងអីផងគោះទ្វារផងគាត់ថាពេលហ្នឹងចូលអត់បានមិនដឹងយ៉ាងម៉េចយើងអត់ដឹងណាគាត់ថាពេលហ្នឹងគឺខ្លាំងមែនតើហ
ហើយក្រោយមកទៀតនោះក៏ថាពេលនោះគឺម្ចាស់ផ្ទះហ្នឹងឲ្យបងស្រីម្នាក់ដែលជាអ្នកមើលថែអ៊ំម្ចាស់ហ្នឹងណាយកអីវ៉ាន់បោះចេញទៅយកអីវ៉ាន់ម្ចាស់ចេញប៉ុន្តែគាត់ថាមុននឹងយកអីវ៉ាន់ចេញហ្នឹងគាត់ទុកដល់ដាច់ខែដាច់សុពលភាពលុយរបស់ម្ចាស់បានម្ចាស់ផ្ទះហ្នឹងគាត់រើអីវ៉ាន់ទាំងអស់ហ្នឹងឲ្យទៅបងស្រីម្នាក់ហ្នឹងទៅអីវ៉ាន់ច្រើនអញ្ចឹងគាត់ថាពេលហ្នឹងយករួចចេញអីចឹងមិនស្អាតគាត់ក៏យកលោកយកមកប្រាស់ទាំងដែលអ៊ំអាម្ចាស់គឺអត់បានស្លាប់នឹងទេប៉ុន្តែគាត់ថាគាត់នៅនឹងយូរទាំងដែលបងនួនហើយនឹងបងខែជាមួយនឹងបងនួនសួរម្ចាស់ផ្ទះទៅថាម្ចាស់នៅយូរហើយយូរឆ្នាំគួរសមហើយលុយកាក់អីហ្នឹងគឺបងមុនបងបន្ទប់មុនដូចតែកូនឲ្យលុយទៅបងខែហ្នឹងហើយបងខែមួយទៀតអីចឹងទៅដូចតែគាត់បងទុកអញ្ចឹងទៅណាកុំឲ្យនៅពេលដែលគាត់អត់លុយអីវាបបាអីចឹងគឺម្ចាស់ទៅបែបហ្នឹងតាមពិតទៅម្ចាស់ក៏មិនអាក្រក់ដែរគាត់ថាមួយជាខ្មោចមួយជាមនុស្សហ្នឹងចឹងប្រផាក់បន្តិចដែរហើយតាំងពីរើអីវ៉ាន់របស់ម្ចាស់ចេញហើយមុនលោកយកមកប្រោះព្រំនៅក្នុងបន្ទប់ហ្នឹងឃើញថាដូចជាអត់មានបញ្ហាអីទេម្ចាស់ក៏មិនដែលបានមកគោះទ្វារឬអីណាយូរបានគាត់ឃើញម្ដងទេប៉ុន្តែក្រោយមកទៀតមកកូវីដហ្នឹងក៏វាស្ងប់ស្ងាត់ទៅពួកគាត់នឹងដើរចេញចូលបានមិនសូវជាជួបម្ចាស់ប្រហែលទេហើយបន្ទប់ហ្នឹងក៏គ្មានអ្នកជួបផ្សេងទៀតដែរតាំងពីអ្នកជួបផ្សេងទៀតមកក៏ដូចជាអត់មានបានជួបអីដែរពួកគាត់សួរនាំទៅថាអត់មានអីទេបន្ទប់ហ្នឹងធម្មតាព្រោះអ្នកដែលគេមកជួលបន្ទប់ហ្នឹងក៏គាត់ដឹងដែរដឹងថាមានអ្នកស្លាប់អ្នកជួលបន្ទប់ហ្នឹងស្លាប់ប៉ុន្តែមិនមែនស្លាប់នៅក្នុងបន្ទប់ហ្នឹងទេអញ្ចឹងវាមិនបានដាមដូចជាអ្នកដែលស្លាប់នៅក្នុងបន្ទប់ទេគាត់ថាជួនកាលគាត់អាឡ័យអីវ៉ាន់របស់គាត់ជួនកាលទៅគាត់អត់ដឹងតែខ្លួនខូចអញ្ចឹងណានៅពេលដែលគាត់ដឹងខូចឬគេហៅអន្តើងគាត់ទៅបានគាត់ហ្នឹងទៅត្រឡប់ទៅកន្លែងដែលគាត់បានហើយបញ្ចុះអញ្ចឹងទៅព្រោះគេយកកូនរបស់គាត់យកបញ្ចុះនៅនឹងស្រុកភូមិរបស់គេវិញណាហ្នឹងហើយទាំងអស់គ្នារឿងរ៉ាវរបស់បងខាននេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានស្ដាប់របស់បងប្អូនទាំងអស់គ្នាជួបគ្នានៅហើយរឿងក្រោយៗទៀតបាយបាយ